តើយើងញ៉ាំគ្រាប់ជីបែបម៉េចទៅមានសុខភាពល្អណាខ្មែរយើងគឺយើងចូលចិត្តយកគ្រាប់ជីទៅធ្វើផ្អែមញ៉ាំជាមួយរបស់អីផ្សេងចឹងទៅប៉ុន្តែចំពោះបងប្អូនដែលចង់បានអត្ថប្រយោជន៍ច្រើនពីគ្រាប់ជីយើងមិនគួរណាយកទៅដាក់មួយស្ករឬទៅដាក់កូរខាប់ឬក៏របស់ដែលមានជាតិផ្អែមច្រើនទេព្រោះថាបងប្អូនដាក់ស្ករចូលច្រើនពេកធ្វើញ៉ាំទៅទទួលបានស្ករជាតិស្ករក្នុងឈាមឡើងគ្រាប់ជីវាទប់អត់ឈ្នះទេណាអញ្ចឹងគឺវាអត់ទទួលបានអត្ថប្រយោជន៍ទេអានេះវាជួយបានតិចប៉ុន្តែស្ករត្រូវមានបញ្ហាច្រើនអញ្ចឹងខ្ញុំ recommend ថាបងប្អូនអាចដាក់វានៅក្នុងទឹកចេះទៅច្បាច់ក្រូចឆ្មាញ៉ាំដើម្បីជំនួយសុខភាពគឺល្អជាងកុំដាក់ស្ករកុំដាក់អីណាជាពិសេសអ្នកលើសជាតិស្ករអ្នកទឹកនោមផ្អែមអ្នកលើសឈាមកុំយកទៅដាក់ស្ករបើថាយើងអត់មានលើសជាតិស្ករអត់មានទឹកនោមផ្អែមទេយើងអាចដាក់ទឹកឃ្មុំតិចតួចហើយច្បាច់ក្រូចឆ្មាអីញ៉ាំអញ្ចឹងទៅគឺវាល្អចំពោះសុខភាពផងណាខ្ញុំកូរវាសិនយកបានច្បាច់ក្រូចឆ្មាទេភ្លេចយកក្រូចឆ្មាមកទៅពីវាញ៉ាំធម្មតាចឹងទៅអត់មានពិបាកញ៉ាំទេបងប្អូនទៅពីញ៉ាំដាក់ក្រូចឆ្មាបើបងប្អូនដូចនិយាយដូចខ្ញុំនិយាយចឹងបើយើងលើសជាស្ករទឹកនោមផ្អែមយើងកុំដាក់ទឹកឃ្មុំណាប៉ុន្តែបើយើងអត់អីទេថែមទឹកឃ្មុំតិចតិចច្បាច់ក្រូចឆ្មាមកគឺឆ្ងាញ់ល្អមែនតើហើយសួរញ៉ាំពេលណាញ៉ាំពេលណាក៏បានដែរអត់មានបញ្ហាទេណាចង់ញ៉ាំព្រឹកក៏បានថ្ងៃក៏បានល្ងាចក៏បាន